បាទរដូវកាលនេះគឺជារដូវកាលដែលយើងត្រូវកាត់តែងមេឃស្វាយចន្ទីបាទនេះគឺជាចន្ទីខ្ញុំដែលមានអាយុចូល6ឆ្នាំហើយឆ្នាំនេះហើយសម្រាប់ការដាំគឺខ្ញុំដាំ8ម៉ែត្រ4ជ្រុងឥឡូវនេះមេឃរបស់វាចាប់ផ្ដើមដល់គ្នាហើយថ្ងៃនេះខ្ញុំនឹងធ្វើការកាត់តែងវាអញ្ចឹងតាមដានទស្សនាទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាសកម្មភាពដែលយើងកំពុងតែកាត់តែងហើយឃើញថាដើមនេះមេឃរាងច្រើនដែររាងស៊ុបទ្រុបបន្តិចហើយចាំមើលយើងតែងរួចតើវាមានលក្ខណៈបែបណាបាទហើយនេះប្អូនប្រុសខ្ញុំគាត់កំពុងតែជួយកាត់តែងហើយសម្រាប់កាត់តែងយើងប្រើរណាកាំបិតហើយនឹងកន្ត្រៃកាត់មេឃដើម្បីកាត់មេឃតូចៗនៅផ្នែកខាងក្នុងហើយខ្ញុំតែងល្មមទេបាទចឹងចាំមើលតែងរួចវាមានសភាពបែបណាបាទនេះយើងតែងរួចហើយឥឡូវដើមដែលសុទ្ធទ្រុបបាញ់មិញនេះគឺឃើញថាស្រឡះហើយសម្រាប់ការកាត់តែងគឺខ្ញុំគៀកមេឃវាបែបនេះបាទនេះឃើញថាស្រឡះហើយឥឡូវមេឃដែលដល់គ្នាបាញ់មិញហ្នឹងគឺឥឡូវស្រឡះហើយចំការខ្ញុំមិនសូវមានស្មៅប្រហែលទេដោយសារតែខ្ញុំបានសម្អាតវាមុននឹងរដូវប្រមូលផលបានមកដល់បាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាអរគុណច្រើនជម្រាបលា